អ្វីទៅដែលជាម៉ែត្រវាស់ក្នុងការកែតម្រង់អភិបាលកិច្ចល្អអ្វីដែលជាគោលដៅតែមួយគត់គឺត្រូវដាក់គោលដៅប្រជាជនអ្នកទទួលសេវាព្រោះថាយើងបើសិនជាយើងមិនកែតម្រង់ដើម្បីផ្ដល់សេវាឲ្យគាត់រឹតតែល្អប្រសើរស្រួលជាងមុនមានប្រសិទ្ធភាពជាងមុនតែយើងធ្វើដើម្បីអីអង្គភាពដែលជាប់លេខ1គឺអត់មានធ្លាក់ដៃទេគឺប្រឹងតទៅទៀតប្រឹងដើម្បីធ្វើយ៉ាងម៉េចប្រឡងលើក្រោយរក្សាខ្សែក្រវ៉ាត់របស់ខ្លួនឲ្យកាន់តែអាចថាឲ្យបានលេខ1បន្តទៀតហើយចំពោះអង្គភាពផ្សេងទៀតក៏ខំប្រឹងដែរខំប្រឹងធ្វើម៉េចដើម្បីឲ្យអង្គភាពរបស់ខ្លួនឈរមកលំដាប់ top 10 ឬ top 20 អីដើមហ្នឹងគឺមានការចូលរួមប្រឹងប្រែងគឺខ្លាំងមែនទែនពីឆ្នាំទៅឆ្នាំការផ្ដល់បន្ទុកហ្នឹងគឺលំអិតទៅតាមនឹងតែម្ដងចាខុសតែបន្តិចក៏អត់បានដែរក្រសួងមុខងារសាធារណៈចាប់ផ្ដើមបេសកកម្មស្វែងរកអង្គភាពផ្ដល់សេវាសាធារណគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រាប់ឆ្នាំ2025តាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនិងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណគំរូសិក្ខាសាលាផ្សព្វផ្សាយនេះត្រូវធ្វើឡើងនៅតាមតំបន់ចំនួន4ផ្សេងគ្នាដើម្បីធ្វើជាមូលដ្ឋានជំនួយជាស្មារតីសម្រាប់ការត្រៀមខ្លួនឲ្យបានគ្រប់លក្ខណៈសម្បត្តិតាមរយៈការយល់ដឹងពីគោលការណ៍នីតិវិធីនិងការអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានណែនាំដោយបានកំណត់ក្នុងលិខិតបទដ្ឋានពាក់ព័ន្ធទាំងអស់ការរៀបចំសិក្ខាសាលានេះគឺបំផុសស្មារតីឲ្យមានការចូលរួមកាន់តែផលផុសថែមទៀតហើយពង្រឹងការយល់ដឹងទៅដល់ក្របខ័ណ្ឌអនុវត្តនៅកម្រិតមូលដ្ឋានជាពិសេសគឺសាលារៀននិងមណ្ឌលសុខភាពដែលមានការចូលរួមពីអាជ្ញាធរគ្រប់កម្រិតថ្នាក់ដើម្បីគ្រប់គ្រងដល់ដំណើរការនៃការវិតម្លៃឥឡូវនេះយើងចាប់ដើមវគ្គទី4នៃការវិតម្លៃរបស់យើងសម្រាប់ឆ្នាំ2025ដែលយើងផ្ដោតទៅលើសាលាបឋមសិក្សានិងអនុវិទ្យាល័យសម្រាប់វិស័យអប់រំហើយនិងមណ្ឌលសុខភាពសម្រាប់វិស័យសុខាភិបាលតាមការវិតម្លៃប្រមាណ3ជុំចុងក្រោយនេះយើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃការចូលរួមកាន់តែច្រើនឡើងលើសពីអ្វីដែលជារង្វាន់ដែលរដ្ឋាភិបាលផ្ដល់ឲ្យក៏ដូចជាពានរង្វាន់ដែលទទួលបានគឺមានការចូលរួមផលផុសខ្ញុំឧទាហរណ៍ដូចជាអង្គភាពដែលជាប់លេខ1គឺអត់មានធ្លាក់ដៃទេគឺប្រឹងតទៅទៀតប្រឹងដើម្បីធ្វើយ៉ាងម៉េចប្រឡងលើក្រោយរក្សាខ្សែក្រវ៉ាត់របស់ខ្លួនឲ្យកាន់តែអាចថាឲ្យបានលេខ1បន្តទៀតហើយចំពោះអង្គភាពផ្សេងទៀតក៏ខំប្រឹងដែរខំប្រឹងធ្វើម៉េចដើម្បីឲ្យអង្គភាពរបស់ខ្លួនឈរមកលំដាប់ top 10 ឬ top 20 អីដើមហ្នឹងគឺមានការចូលរួមប្រឹងប្រែងគឺខ្លាំងមែនទែនពីឆ្នាំទៅឆ្នាំគណៈកម្មការរបស់យើងឈរលើមូលដ្ឋាន3ជាធំទី1គឺផ្អែកទៅលើឧបករណ៍ឬក៏យើងហៅថាស្តង់ដារនិយមដែលយើងបានជជែកគ្នាក្រោមការដឹកនាំរបស់ក្រសួងមុខងារសាធារណៈទី2យើងមានគណៈកម្មការវិយតម្លៃពីថ្នាក់ជាតិដែលយើងមកផ្អែកទៅលើភាពសុចរិតយុត្តិធម៌នៅតាមតំបន់របស់យើងនិងទី3គឺជាវិជ្ជាជីវៈដែលយើងហៅថាអនុវត្តដោយស្តង់ដារវិជ្ជាជីវៈរបស់គណៈកម្មការឧបករណ៍វិយតម្លៃយើងហ្នឹងគឺមានលក្ខណៈលម្អិតចាទៅតាមសូចនាករគោសូចនាកររងដូច្នេះអាការផ្ដល់បន្ទុកហ្នឹងគឺលម្អិតទៅតាមនឹងតែម្ដងចាខុសតែបន្តិចក៏អត់បានដែរនិយាយរួមគឺការប្រឡងប៉ុណ្ណឹងគឺយើងយកតែអ្នកដែលធ្វើបានល្អ perfect បានផ្ដល់បន្ទុកជូនចាបេក្ខជនដែលត្រូវបានជ្រើសរើសរហូតមកដល់ពេលនេះគឺលោកមានមោទនភាពហើយមានការសាទរជាទូទៅដែលសាធារណជនទទួលស្គាល់ថាជាបេក្ខជនដែលខ្លាំងពិតប្រាកដជារូបភាពនៃការវាយតម្លៃមួយដែលមានវិសាលភាពធំហើយមានផលជះជាពិសេសផលជះទៅដល់អ្នកទទួលផលតែម្ដងគឺផ្ដល់សេវាប្រសើរបំផុតជូនទៅអតិថិជនរបស់ខ្លួននេះចំណុចធំបំផុត ការវិតម្លៃអង្គភាពផ្ដល់សេវាសាធារណគំរូត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យគោលចំនួន8ដោយមានគណៈកម្មការវិតម្លៃក្រុងស្រុកខណ្ឌ
ថ្នាក់ខេត្តនិងគណៈកម្មការវិតម្លៃថ្នាក់ជាតិគណៈកម្មការវិតម្លៃថ្នាក់ជាតិមានការចូលរួមពីសមាជិកក្រសួងស្ថាប័នផ្សេងៗគ្នាស្របទៅតាមលក្ខណៈវិនិច្ឆ័យនៃការវិតម្លៃគណៈកម្មការ8ស្ថាប័ននេះធ្វើកិច្ចការឯករាជ្យរៀងៗខ្លួនទោះបីគណៈកម្មការមួយណាមានបញ្ហាក៏អត់អាចដូរលទ្ធផលឲ្យបានដែរព្រោះតើ8នាក់នឹងឯកភាពគ្នាទាំងអស់បានចេញជាលទ្ធផលសម្រាប់ព្រោះនេះជាការប្រកួតជ័យមួយដែលយើងពឹងផ្អែកទៅលើមិនត្រឹមតែលើឯកសារគតិយុត្តទៅលើឯកសារគ្រប់គ្រងផ្សេងៗយើងមើលទៅលើជាក់ស្ដែងថាអង្គភាពនឹងបានអភិវឌ្ឍអង្គភាពរបស់ខ្លួនឯងនឹងជាក់ស្ដែងបានកម្រិតណាការវិតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូនេះចេញមកពីការខំប្រឹងប្រែងឆន្ទៈភាពច្នៃប្រឌិតក្នុងការដឹកនាំប្រែក្លាយនិងកែលម្អការផ្ដល់សេវាអង្គភាពរបស់ខ្លួនជូនទៅដល់ប្រជាជនប្រកាសណាស់ត្រូវមានការទទួលស្គាល់ហើយមានការរៀបចំជាលេខ1លេខ2លេខ3អ្វីទៅដែលជាម៉ែត្រវាស់ក្នុងការកែតម្រង់អភិបាលកិច្ចល្អអ្វីដែលជាគោលដៅតែមួយគត់គឺត្រូវដាក់គោលដៅប្រជាជនអ្នកទទួលសេវាព្រោះថាយើងបើសិនជាយើងមិនកែតម្រង់ដើម្បីផ្ដល់សេវាឲ្យគាត់រឹតតែល្អប្រសើរស្រួលជាងមុនមានប្រសិទ្ធភាពជាងមុនតែយើងធ្វើដើម្បីអីចឹងផ្អែកទៅលើខ្លឹមសារនេះអ្វីដែលជាអង្គភាពនីមួយៗទាំងក្នុងក្របខ័ណ្ឌសុខាភិបាលនិងអប់រំដែលបានចូលរួមប្រកួតប្រជែងកន្លងមកវាបានផ្ដល់ជាភាពជាក់ស្ដែងជាពិធីសាស្ត្រយុទ្ធសាស្ត្រសិល្បៈក្នុងការគៀងគរឲ្យមានការចូលរួមចំណែកហើយជាមេរៀនសម្រាប់ពួកខ្ញុំហើយខ្ញុំខ្លួនឯងផ្ទាល់ដែរទៅលើអ្វីដែលជាទឹកចិត្តឆន្ទៈនិងការអនុវត្តកិច្ចការងារពោពេញដោយវិជ្ជាជីវៈ